បើខ្ញុំដឹងថាវាមានអត្ថប្រយោជន៍ច្រើនយ៉ាងហ្នឹងណាខ្ញុំអាសាញ៉ាំតាំងពីយូរណាស់ពីមុនចេះគិតថាគេយកចូលតាមខាងវៀតណាមបានអត់សូវដែរទិញញ៉ាំទេតែដល់ពេលសួរអ្នកលក់ទៅគេថាបោះកោះកុងយើងហ្នឹងផ្លែសម្រងហ្នឹងខ្ញុំអត់មានលក់ទេប៉ុន្តែញ៉ាំទៅល្អអញ្ចឹងក៏ចង់ចែករំលែកជាមួយបងប្អូនតិចទៀតចាំខ្ញុំប្រាប់ពីប្រយោជន៍របស់វាឥឡូវយើងមកមើលពីវិធីធ្វើសិនពេលដែលបងប្អូនចូលមកកាត់ក្បាលវាកន្លែងរឹងនឹងចោលឲ្យហើយសិនចាំយកវាទៅលាងទឹកយើងកាត់អញ្ចឹងពេលដែលវារីកយើងស្រួលបករួចឲ្យបងប្អូនយកទៅលាងទឹកឲ្យបាន2 3ទឹកទៅដើម្បីឲ្យអស់អាកតិកទីរបស់វាចាំយើងយកទៅត្រាំជាមួយនឹងទឹកស្អាតរយៈពេល10នាទីបើទិញបានគ្រាប់ទុំល្អពេលដែលរីកមកល្អណាស់បងប្អូនអើយតែបើគ្រាប់ខ្លះវានៅខ្ចីវារីកអត់សូវអស់ទេពេលដែលរីកល្អហើយយើងគ្រាន់តែដកគ្រាប់ចេញហើយយកអាសបកខាងក្រៅជាមួយនឹងសរសៃរបស់វាហ្នឹងចេញឲ្យអស់ទៅហើយយើងយកទៅសារាយរួចយកទៅលាងជាមួយនឹងទឹកស្អាតមួយទឹក2ទឹកទៀតទៅឲ្យវាស្រស់ទឹកល្អចាំយើងរក្សាវាទុកនៅក្នុងទូទឹកកកមកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែសម្រងទី1ជួយកាត់បន្ថយកម្ដៅនៅក្នុងខ្លួនអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាក្ដៅក្នុងពងបែកមាត់ឈឺកអីហ្នឹងយើងញ៉ាំវាទៅគឺជួយឲ្យត្រជាក់ក្នុងល្អមែនទេទី2ជួយទៅដល់ការរំលាយអាហារសម្រងសបូរជាតិកាកសរសៃច្រើនណាស់អញ្ចឹងជួយដល់ការបន្ទោបង់ហើយនឹងការពារបញ្ហាទល់លាមកទី3ជួយបណ្ដេញជាតិពុលចេញពីក្នុងខ្លួនធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាចេញពីខាងក្នុងហើយទី4ហ្នឹងគឺជំនួយទៅដល់សួតហើយនឹងផ្លូវដង្ហើមរបស់យើងកាត់បន្ថយអាការៈក្អកចំណុចទី5គឺល្អសម្រាប់អ្នកដែលកំពុងតែសម្រកទម្ងន់ព្រោះយើងត្រាំទឹកទៅវារីកបានល្អអញ្ចឹងយើងញ៉ាំមានអារម្មណ៍ថាឆ្អែតបានយូរហើយកាត់បន្ថយការញ៉ាំអាហារផ្ដេសផ្ដាស់របស់យើងល្អយ៉ាងណាក៏ដោយប៉ុន្តែកុំញ៉ាំច្រើនពេកក្នុងមួយថ្ងៃយើងអាចញ៉ាំវាចន្លោះពី3ទៅ5គ្រាប់អាចញ៉ាំនៅពេលព្រឹកក៏បានពេលល្ងាចក៏បានសម្រាប់ខ្ញុំចូលចិត្តញ៉ាំលាយទៅជាមួយនឹងទឹកក្តៅអ៊ុនៗទេខ្ញុំញ៉ាំដើម្បីផ្ដោតទៅលើសុខភាពអញ្ចឹងខ្ញុំអត់ដាក់ទឹកស្ករបន្ថែមទេចាក់តែទឹកក្តៅមកល្មមរាវប៉ុណ្ណាយើងចូលចិត្តទៅញ៉ាំតែអញ្ចឹងមកបញ្ជាក់ណាបងប្អូនសម្រងមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺទេអានេះគ្រាន់តែជាការចែករំលែកអំពីអាហារដែលល្អពីធម្មជាតិសម្រាប់សុខភាពរបស់យើងអញ្ចឹងយើងគ្រាន់តែញ៉ាំដើម្បីជួយទ្រទ្រង់រាងកាយយើងឲ្យមានសុខភាពល្អប៉ុណ្ណោះ